ថ្ងៃនេះជះលុយ$15ទិញតកូនយកមកធ្វើថៃបឹងតកូនម្ដងនៅយើងនេះវាអត់មានអាបឹងកឆែតអីវាអត់មានកឆែតយើងដាក់តកូនវិញតែឥឡូវមើលគ្រឿងផ្សំខ្ញុំមានត្រី2ក្បាលហើយក្នុងពោះត្រីហ្នឹងខ្ញុំញាត់ស្លឹកក្រូចហើយខ្ទឹមសអញ្ចឹងណាហើយខ្ញុំមានគ្រឿងបុកមួយចានមានខ្ទិះដូងមានតកូនមានកាពិហើយខ្ទឹមសខ្ទឹមក្រហមគ្រាប់ពោយកាក់អីចឹងហើយអាត្រីសាច់ត្រីស្ងោរហើយខ្ញុំយកទៅបុកជាមួយនឹងសរៃដីដាក់ទៅវារៀងខាប់ហើយឆ្ងាញ់ណាបងប្អូនឲ្យផុសស្លរបស់យើងនឹងវារៀងឆ្ងាញ់ហើយខ្ញុំដាក់ខ្លាញ់ក្តៅទៅខ្ញុំដាក់ម្សៅឆាបន្តិចដើម្បីកុំឲ្យស្អិតត្រីហើយវាឆាប់ក្រៀមស្រួយល្អបងប្អូនបន្ទាប់មកត្រីឆ្អិនហើយឥឡូវខ្ញុំចាប់ផ្ដើមឆាវាឆាគ្រឿងដាក់គ្រឿងយើងចូលទៅលីងវាបងប្អូនឲ្យវាឈ្ងុយគ្រឿងហ្នឹងខ្ញុំដាក់ម្ទេសដាក់ម្ទេសក្រែបងប្អូនហើយយើងដាក់កាពិចូលទៅយើងម្លេងវាហើយយើងចាំចាក់អាសាច់ត្រីដែលយើងស្ងោរបុកជាមួយសរៃដីនឹងម្លេងវាឲ្យឈ្ងុយណាបងប្អូនឲ្យវាដាច់ទឹកណាម្លេងឲ្យស្ងួតដាច់ទឹកហើយចាំយើងថែមបន្តិចឲ្យវានេះឈ្ងុយកាន់តែល្អថែមទឹកបន្តិចហើយយើងដាក់គ្រឿងរបស់យើងទៅមានប្រេងខ្យងមានទឹកត្រីអញ្ចឹងណាហើយស្ករខ្ញុំដាក់3ស្លាបព្រាបងប្អូនដោយសារវាមានកាពិហើយមានទឹកត្រីហើយខ្ញុំដាក់រ៉ូឌីហើយប្រេងខ្យងទៀតណាហើយយើងលួចអំបិលបន្តិចបានហើយប៉ុណ្ណឹងរួចរាល់បងប្អូនហើយយើងដាក់ប្រើខ្ទិះដូងកន្លះកំប៉ុងដែរបើបងប្អូនចង់ហឹរជាងនឹងដាក់ម្ទេសថែមជាងនឹងអញ្ចឹងណាបងប្អូនប៉ុណ្ណឹងហើយយើងដាក់តកូនចូលរួចរាល់ជាការស្រេចនិយាយរួមអស់5-10រៀលថ្លៃនឹងតកូននេះបើត្រីនឹងគេឲ្យទេត្រីនឹងបងថ្លៃគាត់ឲ្យទេអស់នឹងតកូននឹងឲ្យជះលុយម្ដងមើលមិនណាច់ថាឃ្លានបឹងតកូនប៉ុណ្ណេះហើយវីដេអូនោះមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបើបងប្អូនមានចម្ងល់អីអាចខមមិនសួរបានណាសូមជួយ like ជួយ share ផងណាបងប្អូនហើយខ្ញុំនឹងចេញវីដេអូធ្វើម្ហូបឲ្យបងប្អូនជាច្រើនទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយ